នៅព្រឹកព្រលឹមថ្ងៃទី7ខែធ្នូឆ្នាំ1941 ស្ថានភាពពិភពលោកបានផ្លាស់ប្ដូរដោយការវាយប្រហារដ៏សាហាវមួយបានកើតឡើងនៅកំពង់ផែ Pearl Harbor រដ្ឋ Hawaii របស់សហរដ្ឋអាមេរិកជប៉ុនបានសម្រេចវាយប្រហារដោយសារតែជឿថាវាជាមធ្យោបាយចុងក្រោយតែមួយគត់ដើម្បីជៀសវាងការបាត់បង់អ្វីគ្រប់យ៉ាងនេះជារឿងរ៉ាវដែលមហាអំណាចពិភពលោកដែលធ្លាប់ជាមិត្តប្រយ័ត្នប្រយែងក្នុងទំនាក់ទំនងបានឈានចូលទៅក្នុងភ្លុកភ្លើងដែលបង្កវិនាសកម្មដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីភាពតានតឹងការឡើងរាប់ទសវត្សរ៍វីដេអូនេះអ្នកនឹងដឹងថាការវាយប្រហារលើកំពង់ផែ Pearl Harbor មិនមែនជាទង្វើឈ្លានពានដោយចៃដន្យទេដើម្បីយល់ពីដើមហេតុវាយប្រហារនៅ Pearl Harbor យើងត្រូវត្រឡប់ទៅចុងឆ្នាំ1800សិនធ្លាប់ជាប្រទេសមួយដែលឯកោមិនពាក់ព័ន្ធនឹងពិភពខាងក្រៅភ្ញាក់ខ្លួនទើបតែដឹងថាការពិតនៅពីក្រោយពិភពលោករាប់សតវត្សរ៍គឺដើរយឺតប្រទេសនោះគឺជាប្រទេសជប៉ុននៅឆ្នាំ1868ជប៉ុនបានឆ្លងកាត់ការផ្លាស់ប្ដូររបបដឹកនាំដ៏សំខាន់មួយដែលគេហៅថាសម័យកាលមេអេជីដើម្បីក្លាយជាមហាអំណាចឧស្សាហកម្មនិងយោធាបែបលោកខាងលិចឆាប់រហ័សតាមដែលអាចធ្វើទៅបានក្នុងរយៈពេលអត់ដល់50ឆ្នាំទេជប៉ុនបានផ្លាស់ប្ដូរពីរបបសាមរ៉ាយសក្តិភូមិទៅជាតួអង្គសំខាន់មួយនៅលើពិភពលោកពួកគេបានចាប់ផ្ដើមសាងសង់រោងចក្រផ្លូវដែកនិងទីក្រុងទំនើបក៏បានបង្កើតនិងធ្វើទំនើបកម្មកងទ័ពដ៏មានឥទ្ធិពលមួយលើពីនេះទៀតជប៉ុនក៏បានកម្ចាត់មហាអំណាចអឺរ៉ុបដ៏សំខាន់មួយគឺរុស្ស៊ីនៅក្នុងសង្គ្រាមរុស្ស៊ីជប៉ុនឆ្នាំ1904ដល់ឆ្នាំ1905ដែលជាស្នាដៃមួយធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលប្រទេសជប៉ុនស្ថិតនៅលើពូលកំពូលរបស់ពិភពលោកប៉ុន្តែមានការប្រឈមមុខនឹងបញ្ហាដ៏ធំមួយដែលជប៉ុនត្រូវតែដោះស្រាយដោយសារប្រទេសជប៉ុនស្ថិតនៅជាប្រទេសប្រជុំកោះមួយបើយើងទៅលេខមើលប្រទេសជប៉ុនគឺមានភាពស្រស់ស្អាតខ្លាំងប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតនេះគឺជប៉ុនខ្វះធនធានដ៏សំខាន់ដែលត្រូវការចាំបាច់ដើម្បីដំណើរការវិស្វកម្មយោធានិងឧស្សាហកម្មទំនើបផងដែរវាជាបញ្ហាមួយដែលចោទសម្រាប់ប្រទេសជប៉ុនកាលនោះព្រោះកប៉ាល់ចម្បាំងយន្តហោះចម្បាំងផ្សេងៗនិងរថក្រោះផ្សេងៗគឺត្រូវការប្រើប្រាស់ប្រេងដើម្បីធ្វើចលនាក៏ដូចជាដើម្បីឲ្យវាមានសកម្មភាពផងដែរគ្មានរ៉ែដែកដើម្បីធ្វើអាវុធធ្វើគ្រឿងប្រយុទ្ធផ្សេងៗដូចជាកប៉ាល់ឬក៏ហេដ្ឋារចនាសម្ព័ន្ធជប៉ុនចាំបាច់ត្រូវការដែកថែបដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេសរបស់ខ្លួនដំណាំកៅស៊ូគឺពិតជាសំខាន់សម្រាប់ជប៉ុនពីព្រោះជ័រកៅស៊ូគេអាចយកទៅធ្វើសំបកកង់និងគ្រឿងចក្រនៅក្នុងសង្គ្រាមអ្វីដូចបានរៀបរាប់ខាងលើជប៉ុនត្រូវពឹងផ្អែកសំខាន់គឺត្រូវនាំចូលគ្រប់មុខទាំងអស់ជាពិសេសវត្ថុធាតុដើមចាំបាច់សំខាន់ៗដើម្បីប្រើនៅក្នុងវិស័យយោធាចំពោះកម្លាំងយោធាដែលជប៉ុនកំពុងតែពង្រីកឥទ្ធិពលនៅសម័យនោះកំពុងតែស្រេកឃ្លានធនធានទាំងនោះវាជារឿងមួយដែលលំបាកសម្រាប់ជប៉ុនបើសិនជាតម្រូវការធនធានកាន់តែកើនឡើងការផ្គត់ផ្គង់កាន់តែថយចុះជាលទ្ធផលមេដឹកនាំយោធាដ៏មានអំណាចរបស់ជប៉ុនមានឥទ្ធិពលលើរដ្ឋាភិបាលគឺបានគិតឃើញដំណោះស្រាយមួយដំណោះស្រាយនោះគឺថាដើម្បីដណ្ដើមធនធានទៅនឹងបានចាំបាច់ត្រូវតែធ្វើអាណានិគមក្រោយមកទៀតនៅឆ្នាំ1930គោលនយោបាយវិទ្យានិយមរបស់ជប៉ុនកំពុងធ្វើឲ្យមានដំណើរការយ៉ាងពេញទំហឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពួកគេបានសម្លឹងមើលច្រកសមុទ្រតូចៗឆ្ពោះទៅកាន់អាស៊ីដីគោកនៅទីនោះក៏មានចិនមានប្រទេសអាស៊ីមួយចំនួនធំផងដែរជាគោលដៅจะធ្វើការដាក់អាណានិគមទៅលើប្រទេសទាំងហ្នឹងនៅឆ្នាំ1931មានការផ្លាស់ប្ដូរដ៏ធំមួយលើកដំបូងគឺជប៉ុនបានចូលលុកលុយនិងដណ្ដើមកាន់កាប់ម៉ាន់ជូរីរបស់ចិនជាតំបន់មួយសម្បូរទៅដោយធនធានមានទីតាំងនៅភាគខាងជើងនៃប្រទេសចិនដែលនៅទីនោះពួកគេអាចទទួលបានធ្យូងថ្មរ៉ែដែកនិងដីសម្រាប់ដាំកៅស៊ូវាក៏ជាសញ្ញាសំខាន់ទីមួយដែលជប៉ុនមានឆន្ទៈបំពានច្បាប់អន្តរជាតិគឺដើម្បីទទួលបានអ្វីដែលខ្លួនចង់បានសហរដ្ឋអាមេរិករួមជាមួយនឹងមហាអំណាចលោកខាងលិចផ្សេងទៀតចាប់ផ្ដើមមានការភ្ញាក់ផ្អើលដោយសារតែពួកគេមើលឃើញថាទង្វើរបស់ជប៉ុននៅពេលនោះគឺជាសញ្ញាច្បាស់លាស់នៃការចាប់ផ្ដើមឈ្លានពាននិងការគំរាមកំហែងដល់សណ្ដាប់ធ្នាប់ពិភពលោក
ពួកគេត្រូវតែចាប់ផ្ដើមស្គាល់ទោសនិងចាប់ផ្ដើមតវ៉ាដើម្បីឲ្យជប៉ុនត្រូវតែបញ្ឈប់សកម្មភាពទាំងនោះឲ្យខានតែបាននៅឆ្នាំ1937ស្ថានភាពកាន់តែយ៉ាប់ឡើងនៅពេលនោះជប៉ុនចាប់ផ្ដើមឈ្លានពានពេញលេញទៅលើប្រទេសចិនការប្រយុទ្ធគ្នាមានភាពប្រៃផ្សៃជប៉ុនក៏បានបដិញ្ញាចិត្តក្នុងការគ្រប់គ្រងប្រទេសចិនដោយមើលឃើញថាចិនគឺជាចំណុចគន្លឹះក្នុងការធានាធនធានដែលខ្លួនត្រូវការដើម្បីក្លាយជាម្ចាស់នៃអាស៊ីកន្លែងនឹងហើយដែលជប៉ុននិងសហរដ្ឋអាមេរិកបានចាប់ផ្ដើមក្លាយជាគូប្រជែងដោយផ្ទាល់សហរដ្ឋអាមេរិកមានប្រវត្តិជាយូរមកហើយក្នុងការគាំទ្រប្រទេសចិននិងប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពដ៏កក្រើរបស់ជប៉ុនពួកគេក៏មើលឃើញថាជប៉ុនជាប្រទេសដែលគំរាមសន្តិភាពនៅអាស៊ីប៉ាស៊ីហ្វិកផងដែរនៅឆ្នាំ1940ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជប៉ុនជាមួយនឹងសហរដ្ឋអាមេរិកក៏ត្រូវបានចាប់ផ្ដើមមានបញ្ហាខ្លាំងមែនទែនជប៉ុនបដាក់អាណានិគមរបស់ខ្លួននៅក្នុងប្រទេសចិនហើយក៏បានចាប់ផ្ដើមលុកលុយចូលទៅក្នុងតំបន់អនុចិនរបស់បារាំងដើម្បីទទួលបានធនធានដូចជាកៅស៊ូនិងរ៉ែផ្សេងៗដែលខ្លួនចង់បានសហរដ្ឋអាមេរិកក៏សម្រេចចិត្តចាត់វិធានការយ៉ាងម៉ឺនម៉ាត់នៅពេលនោះផងដែរហើយវាមិនមែនជាសកម្មភាពយោធាទេប៉ុន្តែគឺសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសជប៉ុនវាគឺជាការបំផ្លិចបំផ្លាញសេដ្ឋកិច្ចរបស់ជប៉ុនដោយប្រយោលនិងធ្វើឲ្យជប៉ុនមានផលប៉ះពាល់យ៉ាងខ្លាំងផងដែរនៅពេលនោះចឹងមកដល់កន្លែងនេះសហរដ្ឋអាមេរិកពីដើមឡើយគឺជាអ្នកផ្គត់ផ្គង់ប្រេងដៃអេតចាយនិងធនធានផ្សេងទៀតដែលជប៉ុនត្រូវការជាចាំបាច់ហើយនៅពេលហ្នឹងគឺសហរដ្ឋអាមេរិកចាប់ផ្ដើមកាត់បន្ថយឬក៏កាត់ផ្តាច់ទាំងស្រុងនាំចេញរ៉ែទាំងហ្នឹងទៅឲ្យជប៉ុនបន្តទៀតប៉ុន្តែនៅពេលហ្នឹងជប៉ុនគឺមិនត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងពីសហរដ្ឋអាមេរិកទេនៅក្នុងពេលដំណើរគ្នាជាមួយនឹងការទទួលបានប្រេងសហរដ្ឋអាមេរិកបានភ្ជាប់លក្ខខណ្ឌយ៉ាងច្បាស់ទៅជប៉ុនថាត្រូវបញ្ឈប់រាល់ការឈ្លានពានខែកក្កដាឆ្នាំ1941បន្ទាប់ពីជប៉ុនដណ្ដើមបានការគ្រប់គ្រងអាកាសយានដ្ឋាននិងកំពង់ផែនៅភាគខាងត្បូងតំបន់ឥណ្ឌូចិនធានាធិបតី Franklin Roosevelt បានចេញបទបញ្ជាប្រតិបត្តិមួយបង្កកទ្រព្យសម្បត្តិរបស់ជប៉ុននៅសហរដ្ឋអាមេរិកដាក់ចេញដំណើរគ្នាការហាមឃាត់ទាំងស្រុងលើការលក់ប្រេងនិងពាណិជ្ជកម្មផ្សេងទៀតទាំងអស់ទៅឲ្យជប៉ុនដោយសារតែជប៉ុនពឹងផ្អែកខ្លាំងទៅលើប្រេងរបស់អាមេរិកត្រូវបានគេដឹងថាទិន្នន័យប្រេងជាង 80% របស់ជប៉ុនបានមកពីសហរដ្ឋអាមេរិកបើគ្មានប្រេងទេកងទ័ពជើងទឹកនិងកងទ័ពអាកាសជប៉ុនក្លាយជាអាសាបង់ក្នុងរយៈពេល1ឆ្នាំកន្លះលែងមានប្រតិបត្តិការយោធាអីទាំងអស់កន្លែងនេះហើយគឺជាអ្វីដែលប្រទេសជប៉ុនចាប់ផ្ដើមមានការព្រួយបារម្ភជប៉ុនចាប់ផ្ដើមម៉ោងកំណត់រាប់ថយក្រោយក្នុងការសម្រេចចិត្តជម្រើសទី1បើសិនជាទ្រាំទទួលទណ្ឌកម្មរបស់អាមេរិកអស់ប្រេងដើម្បីប្រើប្រាស់ហើយក៏ចាប់ផ្ដើមបាត់បង់សមត្ថភាពក្នុងការប្រយុទ្ធជាពិសេសសង្គ្រាមនៅតំបន់ដែលពួកគេវាទីគឺនៅប្រទេសចិនសូម្បីតែចរន្តសេដ្ឋកិច្ចរបស់ជប៉ុនក៏ត្រូវបានស្លាប់ទាំងអស់ដែរក្រោយមកទៀតយោធាជប៉ុនបានចាប់ផ្ដើមគិតថាតើត្រូវវាយប្រហារឬចោះចាញ់ការដាក់ទណ្ឌកម្មប្រេងបានបង្ហាញមេដឹកនាំយោធាជប៉ុនឲ្យមានជំរើសពីរនៅពេលនោះទី1ពួកគេត្រូវបញ្ចប់សង្គ្រាមនៅក្នុងប្រទេសចិនដកខ្លួនចេញពីឥណ្ឌូចិនចោះចូលតាមការទាមទាររបស់អាមេរិកកន្លែងហ្នឹងមានន័យថាធ្វើឲ្យជប៉ុនមានភាពអាម៉ាស់មុខនិងបាត់បង់មោទនភាពក៏ជាសញ្ញានៃការដួលរលំរដ្ឋាភិបាលយោធារបស់ជប៉ុនដែលគេឲ្យឈ្មោះថាតំបន់សហវិបុលភាពនៃមហាអាស៊ីបូព៌ាហ្នឹងនៅក្នុងគំនិតរបស់យោធាជប៉ុននេះគឺជាការចោះចាញ់និងជាសញ្ញានៃការបំផ្លិចបំផ្លាញសក្ការៈមេអ៊ីជីយ៉ាងមានប្រសិទ្ធភាពបំផុតជំរើសទី2គឺចូលទៅក្នុងសង្គ្រាមគឺដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ប្រេងមានការផ្ដល់ឲ្យជប៉ុននឹងតាមអ្វីដែលជប៉ុនចង់បានគឺមិនកំណត់បរិមាណជប៉ុនបានគិតថានៅកន្លែងតែមួយគត់នៅអាស៊ីមានជំរកប្រេងដ៏ធំដែលពួកគេត្រូវការគឺ Dutch East Indies គឺនៅប្រទេសឥណ្ឌូនេស៊ីបូព៌ាដើម្បីឈ្លានពានតំបន់ Dutch East Indies ពួកគេនឹងត្រូវជិះកប៉ាល់ឆ្លងកាត់ហ្វីលីពីនកាលនោះហ្វីលីពីនគឺជាទឹកដីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកអ្នករៀបចំផែនការយោធាជប៉ុនដឹងថាប៉ះសិនបើពួកគេចូលលើកលុយកងនាវាប៉ាស៊ីហ្វិករបស់អាមេរិកដែលឈរជើងនៅកំពង់ផែ Pearl Harbor ជាមិនរួចនឹងត្រូវមានការប៉ះទង្គិចគ្នាជប៉ុននឹងមិនងាយស្រួលចូលទៅយកប្រេងបានងាយៗទេឧត្តមនាវីឯកអ៊ីសូរូគុយ៉ាម៉ាម៉ូតូមេបញ្ជាការកងនាវាចម្បាំងជប៉ុនមានបញ្ជាការរងនេះស្គាល់អាមេរិកច្បាស់
គាត់សិក្សានៅសាកលវិទ្យាល័យ Harvard ក៏មានរដ្ឋាភិបាលរបស់ខ្លួនថានៅក្នុងរយៈពេល6ទៅ12ខែដំបូងនៃសង្គ្រាមជាមួយអាមេរិកពួកគេនឹងមានលទ្ធភាពវាយបំបែកហើយយកជ័យជំនះនៃការបើកវាយប្រហារនៅតំបន់កំពង់ផែ Pearl Harbor ប៉ុន្តែបើសិនសង្គ្រាមនៅតែបន្តលើសរយៈពេលនេះគាត់មិនធានាថានឹងទទួលបានជោគជ័យទេផែនការរបស់ជប៉ុនមិនមានគោលដៅដណ្ដើមយកអាមេរិកទេវាជាការលេងល្បែងដ៏ធំមួយដែលផ្អែកទៅលើភាពចាំបាច់សុទ្ធសាធនិងពោរពេញទៅដោយការអស់សង្ឃឹមទី1ពួកយោធាចាប់ផ្ដើមរៀបចំផែនការវាយលុកកំពង់ផែ Pearl Harbor ក្នុងចេតនាបំផ្លាញកងនាវាជើងទឹកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកជាពិសេសការវាយប្រហារសម្ដៅទៅលើនាវាផ្ទុកចំហនាវាចម្បាំងដើម្បីបង្កើតការភ្ញាក់ផ្អើលមួយទៅឲ្យសហរដ្ឋអាមេរិកទី2ទិញពេលវេលាជាមួយនឹងកងនាវាជើងទឹកអាមេរិកដែលត្រូវបានវាយប្រហារតាមផែនការទី1ជប៉ុនមានឱកាសក្នុងការពន្យាពេលរាំងខ្ទប់សមត្ថភាពចេញប្រយុទ្ធរបស់កងម៉ារីនរបស់អាមេរិកជប៉ុនខ្លួនឯងនឹងមានពេល6ខែទៅ1ឆ្នាំដោយគ្មានការរំខានណាមួយក្នុងគោលបំណងចូលទៅលុកលុយតំបន់ដែលមានប្រេង Dutch East Indies និងធានាបានថានៅពេលដែលចូលទៅពួកគេនឹងទទួលបានប្រេងតាមចំនួនកំណត់ដែលគេចង់បានទី3បើសិនតែពេលវេលានេះជប៉ុនដណ្ដើមយកតំបន់ទូទាំងអាស៊ីប៉ាស៊ីហ្វិកធ្វើឲ្យអាមេរិកមិនអាចបើកការវាយប្រហារសងសឹកណាមួយទៅលើជប៉ុនទេក្រោយមកទៀតតាមផែនការទី4គឺត្រូវបង្ខំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពចុះជាមួយសហរដ្ឋអាមេរិកនៅពេលតុលាគ្នានៅក្នុងពេលដែលជប៉ុនគិតថាខ្លួននឹងទទួលបានទឹកដីទាំងអស់នៅអាស៊ីប៉ាស៊ីហ្វិកប្រជាជនអាមេរិកដែលត្រូវបានគេដឹងថាភាគច្រើនមិនចង់មានសង្គ្រាមជាមួយពិភពខាងក្រៅនិងដាក់សម្ពាធឲ្យរដ្ឋាភិបាលរបស់អាមេរិកធ្វើការចរចាចុះកិច្ចព្រមព្រៀងសន្តិភាពដែលអាចឲ្យជប៉ុនមានភាគរយខ្ពស់ក្នុងការបន្តគ្រប់គ្រងអាណាចក្រថ្មីដែលសម្បូរធនធានទាំងនោះដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនសេចក្តីសម្រេចចុងក្រោយ Pearl Harbor គឺជាគោលដៅវាយប្រហារជាក់លាក់និងជាកម្មវត្ថុដែលយោធាជប៉ុនដាច់ខាតត្រូវតែសម្រេចឲ្យបានដើម្បីនាំទៅរកការបញ្ចប់ភាពតានតឹងខាងនយោបាយហើយក៏ជាវិធីសាស្ត្រតែមួយគត់ដើម្បីដោះស្រាយបញ្ហាដែលជប៉ុនកំពុងប្រឈមមុខនោះគឺការកង្វះធនធានដែលបណ្ដាលមកពីទណ្ឌកម្មរបស់អាមេរិកជប៉ុនអត់ជឿថាខ្លួនឯងអាចឈ្នះសង្គ្រាមដ៏យូរអង្វែងប្រឆាំងនឹងកម្លាំងដ៏ធំរបស់អាមេរិកទេពួកគេដឹងថាវាយគឺមិនឈ្នះអាមេរិកទេអញ្ចឹងគ្រាន់តែត្រូវការជ័យជំនះដើម្បីគូបន្ទាត់បើកទីលានប្រកួតជាមួយនឹងអាមេរិកដើម្បីបង្ខំឲ្យមានសន្តិភាពភ្លាមៗបន្ទាប់ពីការវាយប្រហារកំពង់ផែ Pearl Harbor នោះបានបញ្ចប់នៅព្រឹកថ្ងៃអាទិត្យផែនការនេះត្រូវបានចាប់ផ្ដើមអនុវត្តនាវិកអាមេរិកនៅកំពង់ផែ Pearl Harbor គឺអត់សូវមាននរណាមមាញឹកទៅលើការងារនៅក្នុងកំពង់ផែប្រមាណទេហើយក៏គ្មាននរណាសង្ស័យថានឹងមានការវាយប្រហារដែរជប៉ុនចាប់ផ្ដើមហោះទៅកាន់កងកប៉ាល់អាមេរិកមិនបានត្រៀមខ្លួនទប់ទល់នៅ Pearl Harbor ការវាយប្រហារនេះទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលតែមួយប្រព្រឹត្តភ្នែកនាវាអាមេរិកចំនួន18គ្រឿងត្រូវបានលិចខូចខាតយ៉ាងធ្ងន់រួមទាំងនាវាចម្បាំង8គ្រឿងយន្តហោះចម្បាំងជាង300ត្រូវបានបំផ្លាញឬខូចខាតប្រជាជនអាមេរិកជាង2400នាក់ត្រូវបានសម្លាប់មានតួលេខខ្លះមានស្លាប់រហូតដល់ជិត4000នាក់គោលដៅសំខាន់នាវាចម្បាំងដែលបោះយុទ្ធការនៅក្នុងសមរភូមិជួរមុខត្រូវបានបំផ្លាញជប៉ុនបានសម្រេចគោលដៅយោធាតាមផែនការក្រុងទុកជាការទិញពេលវេលាមួយដែលពួកគេមិននឹកស្មានថានៅមានកំហុសធំចំនួន3ដែលធ្វើឲ្យផែនការនៅតែបន្តមានបរាជ័យគោលដៅសំខាន់បំផុតគឺនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលមានឈ្មោះថា Enterprise Lexington និង Saratoga បានធ្វើដំណើរទៅដែនសមុទ្រអន្តរជាតិដើម្បីធ្វើសមយុទ្ធនាវាចម្បាំងដែលសំខាន់របស់អាមេរិកទាំង3ហ្នឹងគឺត្រូវបានរួចផុតពីការវាយប្រហារក្រោយមកទៀតនាវាចម្បាំងទាំង3ហ្នឹងក៏បានคล้ายទៅជាកម្លាំងស្នូលដើម្បីបើកការវាយបកទៅលើកងទ័ពជប៉ុនទៅវិញទី2ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបានរួចផុតពីការខូចខាតជប៉ុនបានបរាជ័យក្នុងការបំផ្លាញកន្លែងជួសជុលសំខាន់កន្លែងស្តុកប្រេងផែស្ងួតរោងជាងនៅ Pearl Harbor គឺមិនត្រូវបានបំផ្លាញទេធ្វើឲ្យអាមេរិកអាចជួសជុលនិងសាងសង់ឡើងវិញបានយ៉ាងលឿនជាងជប៉ុនដែលបានព្យាករណ៍ទុកបរាជ័យទី3របស់ជប៉ុនធ្វើឲ្យប្រជាមតិរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមមូលមាត់មូលកគ្នាក្នុងត្រឹមតែពេលមួយយប់លោកប្រធានាធិបតី Roosevelt បានប្រសិទ្ធនាមនៅក្រោយការវាយប្រហារនោះថាជារយៈពេលដែលរស់នៅក្នុងភាពអាម៉ាស់នៅថ្ងៃបន្ទាប់សហរដ្ឋអាមេរិកបានបង្កាសសង្គ្រាមទៅលើជប៉ុន
ល្បែងនេះត្រូវបានបង្កើតឡើងពេលវេលាត្រូវបានកំណត់ហើយប្រជាជាតិទាំងពីររវាងជប៉ុននិងអាមេរិកកំពុងស្ថិតនៅលើផ្លូវនៃការប៉ះទង្គិចគ្នាឆ្ពោះទៅរកទីលានសង្គ្រាមដែលមិនអាចខានទៅបានការសម្រេចចិត្តរបស់ជប៉ុនក្នុងការវាយប្រហារអាមេរិកកើតឡើងមិនមែនពីការមានទំនុកចិត្តហួសហេតុពេកទេប៉ុន្តែកើតចេញពីការភ័យខ្លាចច្រើនជាងប្រឈមមុខនឹងការច្របាច់កយឺតៗការហុំព័ទ្ធសេដ្ឋកិច្ចជាពិសេសការគំរាមមិនលក់ប្រេងពីសំណាក់សហរដ្ឋអាមេរិកហើយត្រូវឲ្យជប៉ុនបង្ខំចិត្តបោះបង់ចោលការកសាងចក្រភពជំរើសចុងក្រោយគឺជប៉ុនបើកការវាយប្រហារទាំងដឹងថាខ្លួនឯងនឹងមិនទទួលបានជោគជ័យប្រមាណទេដើម្បីទទួលបានធនធាននិងពេលវេលាដែលត្រូវការចាំបាច់បង្ខំឲ្យមានដំណោះស្រាយជប៉ុនយកវិធីសាស្ត្រចុងក្រោយឈានទៅដល់ការវាយប្រហារជាជាងឈរចាំមើលការដួលរលំសេដ្ឋកិច្ចរបស់ខ្លួនដោយមិនបានធ្វើអីសោះជប៉ុនក៏បានគិតខុសឆន្ទៈរបស់អាមេរិកក្នុងការបញ្យល់ក៏បរាជ័យក្នុងការបំផ្លាញធាតុសំខាន់ៗនៃកងនាវាអាមេរិកដែរនាឡិកា6ខែដែលជប៉ុនបានគិតគឺអត់គ្រប់គ្រាន់ទេសមត្ថភាពឧស្សាហកម្មដ៏ធំរបស់អាមេរិកលើសពីជប៉ុនបានដឹងចុងក្រោយសហរដ្ឋអាមេរិកគឺអាចផលិតបានអាវុធទាំងនោះក្នុងរយៈពេលដែលជប៉ុននឹកស្មានមិនដល់នៅចុងបញ្ចប់ការលេងល្បែងដ៏អស់សង្ឃឹមរបស់ជប៉ុនដើម្បីជៀសវាងការបាត់បង់អ្វីគ្រប់យ៉ាងគឺបណ្ដាលឲ្យមានការដួលរលំទាំងស្រុងដោយក្រោយមកទៀតជប៉ុនក៏ទទួលបានបរាជ័យយ៉ាងអាម៉ាស់នៅលើឆាកអន្តរជាតិជំរឿវាយប្រហារនៅលើកំពង់ផែ Pearl Harbor ត្រូវបានជំរុញវិបត្តិតម្រូវការប្រេងជាចាំបាច់ដែលបានធ្វើឲ្យជប៉ុនមានជោគវាសនាមិនល្អជាចំណុចរបត់ដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែរការវាយប្រហារលើកំពង់ផែ Pearl Harbor ជាការវាយប្រហារដំបូងនៃសង្គ្រាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិកហើយការប្រយុទ្ធដែលកើតឡើងជាបន្តបន្ទាប់មានលក្ខណៈសាហាវឃោរឃៅជាការសម្រេចចិត្តដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្ត្របើសិនចង់ដឹងថានឹងមានអីកើតឡើងបន្ទាប់និងវិធីដែលសហរដ្ឋអាមេរិកវាយបកទៅលើជប៉ុនវិញសូមចុច Subscribe ដើម្បីតាមដានភាពបន្តអរគុណច្រើន